អ្នកទាំងអស់គ្នាមុខមកថ្ងៃនេះធ្វើអត់តែ20000ជាងទេអ្នកទាំងអស់គ្នាញ៉ាំនឹងចង់បែកពោះតើឥឡូវទៅមើលទាំងអស់គ្នា20000ជាងមានគេខ្លះតែមុននឹងទៅសុំលាបក្រែមជាមួយ JL មួយសិនណានិយាយថាគ្រប់វីដេអូមានជាមួយនឹងក្រែម JL រហូតលាបរហូតតែមិនឲ្យលាបមិនបើលាបឲ្យស្អាតមឹងនេះសម្រាប់អ្នកដែលគាត់ធ្លាប់ប្រើជាមួយនឹងក្រែម JL ដឹងគុណភាពគ្រប់គ្នាអញ្ចឹងឥឡូវយើងមកធ្វើម្ហូបរបស់យើងតសម្រាប់ពាក្យថ្ងៃនេះខ្ញុំទិញពីផ្សារ1គីឡូប្រហែល20000ជាងអ្នកទាំងអស់គ្នាហ្នឹងក៏ថាធ្វើឲ្យបាន2មុខកម្រោយទៅធ្វើឆៅខ្លះធ្វើឆ្អិនខ្លះតែខ្ញុំជួយចិត្តឆ្អិនចង់ខ្ញុំធ្វើឆ្អិនច្រើនជាងឆៅអញ្ចឹងមុនទៅធ្វើខ្ញុំមកវះពាក្យវះអីយកអាចវាចេញដោយសារតែពាក្យយើងត្រូវត្រាំមួយសូដាយើងយូរដែរអញ្ចឹងធ្វើវាមុនគេមកទៅយើងធ្វើពាក្យមួយយកអាចចេញអីខ្ញុំយកស្អាតណាស់អ្នកទាំងអស់គ្នាខ្ញុំធ្វើរហូតពេកក៏ពេលអញ្ចឹងទៅវាទៅជាស្ទាត់ណាស់អ្នកទាំងអស់គ្នាហើយបន្ទាប់មកយើងចាក់ជាមួយនឹងទឹកសូដារបស់យើងចាក់ទាំងអស់ហ្មងទៅអ្នកទាំងអស់គ្នាហើយកុំភ្លេចដាក់មួយទឹកកកហើយសាច់របស់យើងនឹងឆ្អិនស្រួយសឹកឥឡូវយើងមកធ្វើទឹកត្រីកកម្ដងអ្នកគ្នាដឹងរបៀបខ្ញុំធ្វើស្រាប់ហើយពេលច្រើនគឺខ្ញុំដាក់ខូចឆ្មាជាមួយប៊ីចេងមុនគេខ្ញុំកូរឲ្យឡើងសស្គូមកតឡើងសបានខ្ញុំញ៉ាំទៅទឹកនេះអ្នកទាំងគ្នាសអញ្ចឹងសខ្លាំងថ្ងៃនេះអត់បុកទេអ្នកទាំងគ្នាកិនយកហ្មងដាក់មួយម្ទេសធំអត់ហឹលមួយនៅម្ទេសទូនឹងច្រើនដែរខ្ទើមកយើងចាក់គ្រឿងខៅរបស់យើងអ្នកគ្នាមើលតាមនឹងទៅស្ករទឹកត្រីអត់មានដាក់ប៊ីចេងថែមទេអ្នកគ្នាដាក់ប៊ីចេងហើយទៅកិនវាមកអ្នកគ្នាកិនមកដល់ពេលកិនហើយអ្នកគ្នាឃើញសម្រស់គេអូយទំនងខ្លាំងហ្មងខ្ញុំភ្លេចដាក់ជីអ្នកគ្នាតែអីឲ្យតែឆ្ងាញ់គឺឆ្ងាញ់ហើយចុងក្រោយគេគឺស្ងោរបកាស្ងោបគេខ្ញុំធ្វើក្រោយគេដែលស្ងោតែមួយផ្លែហ្នឹងមិនទីអីខ្ញុំលើកចាញ់ហើយអ្នកគ្នានិយាយទៅវាលួនហ្មងអាស្ងោរបកាហ្នឹងហើយនេះអ្នកគ្នាតំណងអត់អូយ way over ហើយនៅឃ្លានទៀតអ្នកគ្នាតមករៀបដាក់ចាននេះស្អាតមកអ្នកគ្នាប៉ុណ្ណឹងយកបាននៅនេះ